បាទតជំរាបសួរបងប្អូនទស្សនាការដាក់សន្ទូចណាវិញម្ដងណាគឺលើកទូចបងលើកទូចមកមន្ត្រីនឹងបានរៀងក្រែដែរបងប្អូនមើលទៅគាត់បានច្រើនតែការដាក់សន្ទូចយើងខុសពីមុនក៏បច្ចេកទេសខុសគ្នាមិនដឹងទេព្រោះសន្ទូចសារមកគឺគេមានហៅថាដាក់អាស័យសម្រាប់ដាក់ផ្លែសន្ទូចតែនេះគាត់អត់ទេគាត់អត់មានខ្លាចជាពាក់ទេគាត់សារមកគាត់ដាក់នៅកញ្ច្រែងតែម្ដងទាំងផ្លែទាំងខ្សែតែបានត្រីច្រើនអូនបានត្រីច្រើនលើកមក1 2 គឺបានរហូតដែរបងប្អូនគឺវែងទូចយើងវែងគឺ1គីឡូ2គីឡូដីនោះមិនឆ្លាំងទេបងប្អូនឆ្លាំងពីរជាប់គ្នាបន្តដោះមួយសិនបងប្អូនមួយសិនជាប់ស្មៅជាប់អីមកពីក្រោមឆ្លាំងតែវាព្រួយសទូចពេលយើងចាក់ដាក់បានតែឆ្លាំងភាគច្រើនគឺសទូចធ្លាក់ដល់បាតគឺផ្លែវានុយវាធ្លាក់ដល់បាតអញ្ចឹងបានតែឆ្លាំងហើយបើសិនជាអត់ដាក់ដល់បាតអត់មានតែឆ្លាំងតិចទេស្វ័យណាដែលវាចូលចិត្តសំខាន់ក្តាមខំក្តាមទីក្តាមតាមស៊ីវារើអត់រួចបានមួយទៀតហើយបងប្អូនហ្នឹងហើយបងប្អូនគាត់ថាជាអាការហៅថាលើសទូចគឺគេស្រាវខ្សែតាក់ចូលនឹងកញ្ឆែងហ្មងប៉ុន្តែបើយើងពីដើមខ្ញុំដាក់អត់ទេមានគៀបរបស់គេសម្រាប់គៀបផ្លែទូចរបស់ជាពាក់អញ្ចឹងណាតែគាត់ស្រាវស្រួលបងស្រាវដាក់ទូកហើយបើសម័យខ្ញុំស្រូវមិនអញ្ចឹងទេចៅរបស់មកបានដាក់យូរអានេះគេស្រាវហើយដោះត្រីហើយទៅផ្ទះរមងបានមួយប៉ុនត្រីធំមកបងប្អូនអើយប៉ុននេះហើយដីត្រីបាតទលេក៏ដាក់ដល់បាតទលេអានេះគឺកូនឆ្លាំងកូនអីទៅធំមកទៅតែបានច្រើនបងប្អូនឃុំឃើញអញ្ចឹងកន្លះទូកហ្នឹងអត់ព្រម20គីឡូ30គីឡូហ្នឹងមួយទៀតណាប្រហែលដោះកាត់ណាដោះវាជាប់ចុងមាត់តិចឲ្យឆ្លាំងសបោពីច្រើនត្រីឆ្លាំងទាញយូរទឹកវាយទៅខាងនេះត្រីហែឬក្រហមអូដាក់ដល់បាតទៅដុំថ្មក៏ដាក់ដុំថ្មធំបងប្អូនអើយឆ្លាំងគេមានទលេស្រួលរោនៃរបៀបដាក់ទូចទលេស្រួលដាក់ទូចទឹកឡើងទឹកអីពិបាកបន្តិចបានមួយទៀតហ្នឹងបងអានេះជាប់ចុងវាយបន្តិចដាច់បាត់ហើយ